មានរឿងមួយដំណើរថាមានគ្រួសារមួយជាគ្រួសារកំពូលរវល់ប្តីឈ្មោះថាពូក្រូចប្រពន្ធឈ្មោះថាសុខាសពថ្ងៃពួកគាត់ប្រកបមុខរបរលក់ដូរអីវ៉ាន់បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែអ្វីដែលជាចំណូលធំរបស់គ្រួសារគាត់នោះគឺគាត់តែងតែបង្កើតកម្មវិធីប្លែកៗដើម្បីហៅអ្នកភូមិមកចូលរួមនិងចងចំណងដៃដល់គាត់ម៉ែវាមើលជួយគិតគ្នាមើលកូនយើងការរួចហើយបនបច្ច័យ4ក៏រួចហើយឡើងផ្ទះក៏រួចហើយទៀតហើយនៅខ្វះអីទៀតឯងខ្ញុំដូចជាចង់កៀងហើយនេះបើកម្មវិធីយើងធ្វើរួចអស់ហើយហ្នឹងអេអាម៉េចអាម៉ាធ្វើកម្មវិធីឡើងប្រគុណអាចមួយទៅអីឯងមែនអ្វីថ្ងៃមុនណាយើងឡើងផ្ទះតាមានតន់ឡើងបង្គន់ណាល្អតាវាហើយប្រុងហៅភ្ញៀវប្រមាណតុកឯងស្រួលខ្ញុំសារ៉េបោះធៀបឲ្យហើយសារ៉េត្រឹមតុកបានហើយឯងខ្ជិលរៀបចំច្រើនណាអូខេលុះស្អែកឡើងពូក្រូចក៏បានដើរហៅភ្ញៀវអាយ៉ូយចុកពោះណាយប់មិញមកដឹងជាស៊ីស្អីទេវ៉ៃបើជាឈឺពោះយ៉ាងនេះអើយចុកណាអាយើពូហើយអង្គុយធ្វើស្អីហ្នឹងមុតងើបអាក្រូចឯងនេះដឹងហើយមកធ្វើសួរអីណាអើយពូខ្ញុំគិតថាតលេងពូដល់ផ្ទះតើមិញដល់មកជួបនៅទីនេះហើយមិនបាច់ដល់ផ្ទះក៏បានដែរមកហើយនេះមកជួបអញគ្មានអីក្រៅពីហៅការហៅប៉ុនទេហើយធ្វើផ្អាកកម្មវិធីខ្លះមើលអាណាតែមានលុយចោកដៃឲ្យគ្រប់កម្មវិធីចឹងនោះអើយពូតែម្ដងនឹងទៀតទេណាខ្ញុំផ្អាកហើយលើកមុនមកពីខ្ញុំឡើងផ្ទះហើយភ្លេចឡើងបង្គន់ទៅឥឡូវសុកចិត្តរៀបចំកម្មវិធីម្ដងទៀតអញដូចមិនដែលឮទេវាមិនដែលឡើងផ្ទះហើយមកធ្វើឡើងបង្គន់ទៀតវាមិនដែលមានមកពីអត់ដែលមានហ្នឹងហើយបានខ្ញុំធ្វើឲ្យមានហ្នឹងណាទៅពូសុំតែម្ដងហ្នឹងទៀតទេណាយ៉ាប់ហ្មងឲ្យយកទៅទុកផ្ទះអញទៅអញ្ចឹងទុកផ្ទះមិនពូជ្រុលជួបហ្នឹងហើយឲ្យត្រង់ហ្នឹងហ្មងទៅយីអានេះហើយមិនមើលមនុស្សកំពុងតែឈឺពោះទេអីអូយខ្ញុំអត់ដឹងទេទុកនៅហ្នឹងហើយកុំភ្លេចទៅចូលរួមកម្មវិធីខ្ញុំផងណាពូនេះដូចខ្វះពេលហៅប៉ុនអាយ៉ូយចុកពោះណាអើយដឹងរកស៊ីអីទៀតទេបើស្ងាត់យ៉ាងនេះធនាគារក៏ចិត្តដល់ថ្ងៃបងតុងទីនក៏ងាប់ទៀតក្រហើយរហាមទៀតអីគេរអ៊ូមុំអញបានគេហៅថាក្រ full option ជំពាក់ធនាគារ$2000ទៅបង់ឲ្យបានមួយខែទេនេះឥឡូវស្អែកគេមកទៀតហើយអញខ្ពើមជំពាក់ត្រឹម$2000សោះអួតដែរអញមិនត្រឹមជំពាក់ធនាគារទេម៉ូតូក៏អញប្រចាំទៀតហើយស្អែកមិនស្រួលគេមកអូសយកផ្ទះនឹងផងមិនដឹងចំអានេះក្រជាងអញទៀតហើយមានបានក្រីក្រអត់ចោះបើអត់មានទេចាញ់អញហើយអញក្រជាងវើយថាអញក្រជាងអញក្រជាងងាប់បាក់ពេកវាយគ្នាហ្មងទៅអាណាឈ្នះអានឹងក្រជាងចំអញមានដៃខ្លាច់ពីងកាត់អ្វីក៏បានដែរឈប់សិនយីពួកអានេះអត់មានរឿងអីឆ្លោះគ្នារឿងក្រពួកឯងគិតមើលខ្ញុំជាពាក់ធនាគារច្រើនជាងវាហើយស្អែកគេមករឹបអស់ផ្ទះទៀតហើយប៉ុណ្្នឹងហើយវាថានៅវាក្រជាងខ្ញុំទៀតសំខាន់អញមានបានក្រីក្រហើយអាយមានផងហ្នឹងថាអញក្រជាងអញក្រជាងបានហើយឈប់ប្រកែកគ្នាហើយពីរអ្នកហ្នឹងក្រចាញ់អញទេអត់ណាអញហៅបុនឡើងប្រគុណម្នាក់មួយផងទៀតពូថ្ងៃមុនទប់ឡើងផ្ទះសោះឥឡូវមកឡើងប្រគុណទៀតមនុស្សពងឆ្លោះគ្នារឿងក្រផងមកហៅបុនទៀតពូនេះកុំឲ្យវាឆ្លោះគ្នាពេកអញហៅបុនអញ្ចឹងបើពីរនាក់ឯងមិនទៅទេចាត់ទុកថាអញក្រជាងហើយយ៉ាប់ពូបងអត់លុយផងមកហៅបុនអីណាក្រោយពីហៅភ្ញៀវបានមួយតុករួចមកគាត់ក៏បានដើរទៅផ្ទះដើម្បីរៀបចំកម្មវិធីលុះស្អែកឡើងចំហៅ3នាក់មកបានតែ2នាក់ពូហើយកាលណាបានដាក់ម្ហូបឲ្យស៊ីអីមកអត់គ្រប់តុកផងមកតុកអញហៅ3នាក់ហើយបើមកតែ2នាក់អញមិនដាក់ម្ហូបឲ្យ
យេខ្លាចខាតមែនពូក្រែងហៅភ្ញៀវមកចូលរួមកម្មវិធីអីអាមិនបានមកដាក់ម្ហូបឲ្យភ្ញៀវអញអត់ដឹងទេតែមកអត់គ្រប់គ្នាអញអត់ដាក់ឲ្យស៊ីទេជួយម្ចាស់កម្មវិធីនេះមិនចឹងខ្ញុំមកដឹងមកចងដៃមិនមែនមកស៊ី free ទេណាពូហើយស្ដាប់ខ្មែរបានអត់ឲ្យអញដាក់ឲ្យម៉េចបើមកຕົក3នាក់មកបានតែ2នាក់ហ្នឹងតោះអាហើមបាច់ច្រាស់ច្រំអីទេចងដៃហើយទៅស៊ីបាយកកផ្ទះវិញចាំមើលពូឯងចាំមើលកម្មវិធីខ្ញុំវិញដឹងគ្នាហើយបន្ទាប់ពីម្ចាស់កម្មវិធីមិនដាក់ម្ហូបឲ្យពួកគេក៏បានចងដៃរួចដើរចេញទាំងហួសចិត្តអាម៉េចឲ្យឯងមិនបានជាភ្ញៀវទៅអស់វិញអញ្ចឹងដឹងអីវាគ្រាន់តែអត់ដាក់ម្ហូបឲ្យវាស៊ីវានាំគ្នាទៅអស់ហាហើយមិនដាក់ម្ហូបឲ្យគេឯងដាក់អីគេហៅមកຕົក3នាក់មកបានតែ2នាក់ហ្នឹងចំហើយបាត់អ្នកណាឯងចុះលុយគេចងដៃអត់បាត់តាហួយហ្នឹងណាហើយលុយនោះគេចងដៃតើអញ្ចឹងចំណេញម្ហូបឲ្យយើងចាំមើលព្រឹកស្អែកទៅទាលលុយចំណងដៃពីតាហួយហ្នឹងតែម្ដងបែបគិតថារួចខ្លួនមែនគេហៅកម្មវិធីឲ្យមិនមកមិនចងដៃគេទៀតលុះព្រឹកឡើងអីមករកអីទាំងព្រឹកហ្នឹងកុំប្រាប់ថាមកហៅប៉ុនទៀតហៅប៉ុនអាម៉េចណែពូកុំធ្វើចរិតថោកពេកណាខ្ញុំខំហៅទៅចូលរួមកម្មវិធីមួយទាំងមូលបែរជាមិនទៅអត់ទៅហើយអត់ផ្ញើលុយចងដៃទៀតនេះពូដូចជាមើងងាយគ្រួសារខ្ញុំពេកហើយណាអាណាមើងងាយទៀតហើយអីក្រៃកម្មវិធីឯងទៅចប់ម្សិលមិញតើហ្នឹងហើយពូកម្មវិធីម្សិលមិញហ្នឹងហើយមិនបានពូអត់ទៅហើយអត់ផ្ញើលុយចងដៃទៀតចុះក្រែងក្មួយឯងដឹងតើអីថាពូវាឈឺអីបើឈឺអញ្ចឹងឲ្យអញទៅកម្មវិធីឯងអាមិននឹងកើតខ្ញុំអត់ខ្វល់ទេថាពូឈឺឬមិនឈឺតែពេលនេះឆាប់ឲ្យលុយចំណងដៃខ្ញុំមកអីបុតណាស់ទៅចប់ម្សិលមិញសោះនាំគ្នាមកទាចំណងដៃដល់ផ្ទះហ្មងអីហ្នឹងហើយពូពួកខ្ញុំខំធ្វើកម្មវិធីអស់លុយច្រើនណាស់ណាហើយពូមកធ្វើកលេសឆេះដាក់ពួកខ្ញុំអញ្ចឹងពួកឯងនេះដូចជាហួសហេតុពេកហើយកម្មវិធីជាប់រហូតតាំងពីការកូនខួបកំណើតគោ birthday ឆ្មាឡើងផ្ទះរួចហើយឡើងប្រគុណអាចថែមទៀតអីបើកម្មវិធីច្រើនម្លឹងអាចមានលុយអាណាចងដៃពួកឯងបើពូមិនទាន់បានហៅឯងមួយកម្មវិធីផងហ្នឹងហើយឡើងប្រគុណទៅចប់បានមួយថ្ងៃនាំគ្នាមកទាលុយចំណងដៃដល់ផ្ទះហ្មងហើយចង់មានអាណាខត់ពូមិនអោយហៅពួកខ្ញុំបើចង់ហៅពូបង្កើតកម្មវិធីមួយទៅគេចងដៃវិញហើយមែនហើយឥឡូវមិនបាច់វែងឆ្ងាយទេឲ្យចងតែដៃមកចប់រឿងហើយដឹងចងអាម៉េចទៀតទេគ្រាន់តែចងដៃវាចង់80រងហើយម្លឹងអញបានលុយពីណាចងឥឡូវខ្ញុំសួរពូថាចងដៃឬមិនចងដៃបើថាអត់ទេខ្ញុំថតដាក់ TikTok ឲ្យផ្អើលលើចាប់មែនពួកនេះហោណែ5000នឹងពូវាមិនដែរទេកម្មវិធីឡើងប្រគុណប៉ុណ្ណាណីចងដៃ5000ឲ្យចងមិនចុះបើអញអត់បានទៅស៊ីផងថែមទៀតមកពូប៉ុណ្ណឹងតិចពេកហើយហោអត់ថែម 100000 ទៀតអញ្ចឹងប៉ុណ្ណឹងពេញចិត្តនៅចាពូប៉ុណ្ណឹងអេមឲ្យពូអរគុណណាអញមើលទៅបែបលើកចុងក្រោយហើយឲ្យតែម៉ាក់ហ្នឹងហើយពូចាំបង្កើតកម្មវិធីហៅពួកខ្ញុំមកខ្ញុំចងវិញហើយកុំភ័យមើលតោះឯងទៅផ្ទះវិញយើងអញមិនហៅវិញទេកុំតែមកហៅអញថែមទៀតបានហើយយ៉ាប់មែន2នាក់ប្តីប្រពន្ធវានេះ